bắt xuất đây cũng mai có bọn tụi ông thì bọn cái này nhóm mò thọt tất cả mọi phía bà play chơi nơi nông tiệp bọn nhóm hay bóng bóng score play này bà play này cái hai thà play mơn play này vì tôi chứ tôi bọn mới khơi vì anh ấy play mơn này vì hiện chu bởi vì hiện stir tôm á hiện chu tại vì ở chu na thế rồi vì chu mà làm móm tay đầu vì tôm hiện có khô mình không máu á cứ việc em hay anh nắng đam nắng play vào vì nó cứ chuyển nổi chim đá chẳng được thằng tiền những cứ đâm pho từ năm chọn nó tên là vì miền nơi chia ở play mon miền đông miền từ lăng tăng miền tiệp miền ở từ bike miền bờ miền chạy miền knol miền ấy xanh tiết bà miền tăng pi là mút miền tăng pi ấy chẳng thế bà phù anh ấy dương vìประกอบเพลงในสูรอยืงไปแต่ยืงthờiกับไอ้นี่บางคนอันนี้คือตุ้มอ่ะบางคนอันนี้ตุ้มอันนี้คือตุ้มอย่างเจ๊กับตุ้มvìตุ้มhiện có khô mấy khăm mờ nhỉ chẳng vì vìช่างhay vì bài mới nhà ngàn mới ai chắc làนี่คือchỉ khỏi tiếc bao nhóm bà cứ đi mà sao chỉ tali mà ăn thế haiនេះគឺជាដើមក្រូចដើមមួយទៀតនេះគឺតំណាំផ្ទះខ្ញុំដែរចាស់អូយមុតហើយនេះគឺជាតំណាំមួយដែរនៅផ្ទះរបស់ខ្ញុំហើយនេះគឺជាអាក្រូចឆ្មាយើងបងប្អូនក្រូចខ្មែរអានេះអត់មានថាដើមមកពីពូជផ្ទះលេខ2អីឬក៏ពូជមកពីណាទេបាទដើមនេះគឺតាំងពីកំណើតខ្ញុំកាលខ្ញុំនៅទូចមែនដើមនេះដូចជា10ឆ្នាំជាងហើយបាទ10ធំណាបងប្អូនមិនមែនទូចទេណាដើមឡើងចិត្តចង់ពាក់អាដាផ្ទះឲ្យផ្លែបងប្អូនខ្ញុំប្រាប់និយាយពីក្រូចនេះផ្លែតាំងពីសឹងតែតាំងពីគល់រហូតដល់ចុងអូហើយក្រូចហ្នឹងវាចែកក្រូចហ្នឹងវាផ្លែអត់រើសអត់ដៅទេក្រូចខ្លះគឺផ្លែរើសអត់ដៅតែក្រូចនេះគឺផ្លែរើសអត់ដៅទេក្រូចនេះផ្លែចប់មួយវគ្គវាជ្រុះជាមួយអាចចាស់ចោលមួយវគ្គវាផ្លែថ្មីទៀតអញ្ចឹងវាល្អដែរបាទព្រោះយើងមានតំណាំមានអីនឹងតែអញ្ចឹងទៅយើងវាស្រួលក្នុងការត្រូវការអីយើងបេះហ្នឹងត្រូវការអីយើងបេះហ្នឹងវាស្រួលដើម្បីយើងត្រូវការអញ្ចឹងណាវាផ្លែដូងបងប្អូនអានេះដូងប្រភេទដូងអានេះខ្ញុំគិតថាប្រហែលជាវាប្រហែលជាដូងតកែព្រោះដូងនេះវាផ្អែមជាងដូងខ្ញុំប្រហែលដើមនោះព្រោះប្រហែលដើមនោះវាបើអានេះបើអាធំនេះវាអត់ទៅផ្អែមវាជូមិនវានឹងមិនវាអានេះតែមិនដឹងថាមកវាដើមនេះឬក៏មកពីមិនតែបើអានេះផ្អែមបងប្អូនទូចគេដល់ទូចជាងខ្ចីគេដល់ក៏នៅផ្អែមហើយបើចាស់ទៀតហត់តែផ្អែមបងប្អូនអញ្ចឹងមកថាគុណតម្លៃនៃការដាំដំណាំនៅក្នុងផ្ទះរបស់យើងគឺវាមានផលប្រយោជន៍ច្រើនវាផ្ដល់ផលប្រយោជន៍ឲ្យយើងច្រើនមែនទែនវាមិនត្រឹមតែផលភាពងាយស្រួលគឺពេលដែលបងប្អូនយើងឬក៏អ្នកចិត្តខាងគាត់មកសុំអញ្ចឹងទៅយើងផ្ដល់គាត់ទៅមានទៅវិញមានទៅមកអញ្ចឹងថ្ងៃហ្នឹងខ្ញុំផ្ដល់នេះតែប៉ុណ្្នឹងទេហើយពេលលើក្រោយខ្ញុំនឹងរៀបរាប់ពីស្អីទៀតដែលមាននឹងផ្ទះរបស់ខ្ញុំហើយខ្ញុំនឹងប្រាប់បងប្អូនតទៅទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ